ប្រវត្តិប្រាសាទនាគព័ទ្ធសំណង់ពីបុរាណកាលដែលសល់មកដល់សពថ្ងៃយើងនេះមួយភាគធំជាសំណង់សាសនាហើយពាក្យថាសាសនានេះគឺនិយាយក្នុងន័យទូលំទូលាយបំផុតបើនិយាយពីប្រាសាទជាទូទៅយើងអាចសង្ខេបន័យមួយម៉ាត់យ៉ាងខ្លីមកថាជាលំនៅទេពបានជាមនុស្សសាងលំនៅទេពក្នុងទំហំផ្សេងនៅតាមភូមិស្រុកឬរាជធានីរបស់ខ្លួនគឺដើម្បីធ្វើបុណ្យនៅមុខទីកន្លែងទេពផ្ទាល់ពោលម្យ៉ាងទៀតថាមនុស្សមិនអាចហោះទៅជួបទេពនៅស្ថានលើដើម្បីបន់ស្រន់សុំអ្វីមួយឡើយដូច្នេះមានតែទាញទេពយកមកនៅជិតខ្លួនដោយសាងលំនៅទេពពោលគឺប្រាសាទហើយឧបកិច្ចថាទេពគង់នៅទីនោះដែរបើពោលពីប្រាសាទដែលមានប្លង់ប្លែកភ្នែកខុសពីប្រាសាទដែលធ្លាប់ឃើញជាទូទៅប្រាសាទនាគព័ន្ធគួរជាទីចាប់អារម្មណ៍ខ្លាំងណាស់ពុំថាចំពោះតែអ្នកស្រាវជ្រាវឡើយគឺមនុស្សសាមញ្ញជាទេសចរក្តីឬជាអ្នកស្រុករស់នៅជិតនោះក្តីក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែររចនាសម្ព័ន្ធនៃប្រាសាទនាគព័ន្ធបើចេញពីចំណុចកណ្ដាលមកគឺមានប្រាង្គទោលសាងលើខឿនមូលខ្ពស់មួយព័ទ្ធជុំវិញដោយទឹកដែលសពថ្ងៃនេះមាននៅរដូវវស្សានេះគឺជាស្រះមួយដែលឲ្យឈ្មោះថាស្រះធំតពីនោះទៅនៅតាមទិសធំទាំង4មានស្រះតូចរៀងខ្លួនទៀតប៉ុន្តែស្រះធំនិងស្រះតូចនីមួយតាក់ទងគ្នាតាមហោមួយដែលមានចំពួយបង្ហូរទឹកតាមរូបចម្លាក់ចេញមកទាំងប៉ុន្មាននេះគឺនៅកណ្ដាលកោះរាង4ជ្រុងស្មើដែលសពថ្ងៃសម្បូរទៅដោយរុក្ខជាតិកោះទាំងមូលនេះសាងឡើងនៅចំកណ្ដាលបារាយវារាជដាកដែលនៅសម័យបុរាណហៅថាជ័យតដាកសិលាចារឹកប្រាសាទព្រះខ័នលេខជំរឿន K908 នៅត្រង់ល្បះទី41បាននិយាយអំពីប្រាសាទនាគព័ន្ធថាមានកោះដ៏ឧត្តមឧត្តមមួយលេចស្រស់ចាំងចែងឡើងអំពីស្រះទាំងឡាយនៅជុំវិញនោះហើយដែលអាចលាងជម្រះភក់ជ្រាំបាបកម្មនៃអ្នកដែលមកនៅទីនោះអ្នកស្រាវជ្រាវតែងបកស្រាយល្បះនេះថាប្រាសាទនាគព័ន្ធគឺជាកន្លែងដែលមានអ្នកជំងឺប្រភេទខ្លះមកព្យាបាលរោគទៀតផងដោយកាត់យល់លាងជម្រះភក់ជ្រាំបាបកម្មថាជាការព្យាបាលឲ្យជាសះស្បើយរោគឯទឹកដែលហូរចេញពីចម្ពួយទាំង4តាមក្បាច់រូបចម្លាក់ដែលនិយាយខាងលើឆ្លាក់ជារូបក្បាលមនុស្សនៅហោខាងកើតក្បាលតោនៅហោខាងត្បូងក្បាលសេះនៅហោខាងលិចនិងក្បាលដំរីនៅហោខាងជើងអ្នកស្រាវជ្រាវបានបកស្រាយថាទឹកដែលហូរចេញតាមចម្ពួយទាំង4នោះតាមទេវកថាឥណ្ឌាថាជាទឹកទន្លេសំខាន់ទាំង4នៃប្រទេសឥណ្ឌាដែលមានដើមកំណើតនៅស្ថានសួគ៌ហើយដែលក្នុងចំណោមនោះមានទន្លេគង្គាផងដែរសូមចងចាំថាសូម្បីតែសពថ្ងៃនេះក៏មនុស្សនៅតែមុជទឹកលាងបាបនៅទន្លេគង្គាក្នុងប្រទេសឥណ្ឌាពុំដែលដាច់ដើម្បីលាងជម្រះនៅបាបកម្មនោះនេះនិយាយតែនៃស្រះទាំង4ព្រមទាំងចម្លាក់ចម្ពួយដែលបង្ហូរទឹកមកទីនោះប៉ុណ្ណោះបើពោលពីនាគព័ន្ធទាំងមូលផងគឺថាប្រាសាទនេះគេកសាងឡើងនៅលើលំហដីតាមទេវកថាមួយដែលមនុស្សម្នាទូទៅពុំសូវស្គាល់រឿងនោះនិយាយពីអ្នកសំពៅរងគ្រោះនៅលើកោះមួយដោយសារចាញ់បោកយក្ខិនីមួយវងហើយដែលបានរួចរស់ជីវិតដោយសារព្រះលោកេស្វរៈតំណែងខ្លួនធ្វើជាសេះមួយហោះមកសង្គ្រោះយកទៅទីនេះសូមបញ្ជាក់ឬរំលឹកថាព្រះលោកេស្វរៈជាព្រះពោធិសត្វនៅក្នុងមហាយានដែលជាអ្នកសង្គ្រោះសត្វលោកគេតែងឆ្លាក់រូបទេពនេះនៅតាមហោបនស្រន់នៃមន្ទីរពេទ្យដែលព្រះបាទជ័យវរ្ម័នទី7បានកសាងដូច្នេះឃើញថានាទីខាងព្យាបាលនេះលេចធ្លោឡើងនៅក្នុងសម័យនោះនេះពុំនិយាយពីព្រះអាទិទេពដែលមានព្រះនាមថាកៃសត្យគុរុឬប្រែឲ្យចំថាជាគ្រូថ្នាំដែលគេតែងគោរពបូជាជាមួយគ្នានោះផងដែរមកដល់បច្ចុប្បន្ននេះទោះបីជាអ្នកស្រុកពុំដែលស្គាល់ទេវកថាខាងលើនេះក្តីក៏គង់តែគាត់នៅមានជំនឿថាប្រាសាទនាគព័ន្ធមានសក្តានុពលខាងព្យាបាលជំងឺឧទាហរណ៍ពំតូចសាងពីថ្មបាយក្រៀមដែលសពថ្ងៃកោបលិចស្ទើរបាត់ទៅតាមអនុទិសទាំង4ហើយដែលដាក់ចេញអំពីប្រាំងកណ្ដាលព្រមទាំងស្រះនោះគេហៅថាប្រាសាទហោរាបានជាគេដាក់ឈ្មោះដូច្នោះមកពីអ្នកខ្លះបួងសួងធ្វើការទស្សន៍ទាយដើម្បីរកដើមហេតុនៃជំងឺនីមួយនៅទីនោះ
ជាពិសេសកាលណាបើគេចង់ដឹងថាអ្នកជំងឺខ្វះធាតុណាមួយក្នុងចំណោមធាតុទាំង4បើនិយាយអំពីរុក្ខជាតិប្រើជាថ្នាំវិញគេនិយមមករកនៅតំបន់ប្រាសាទនាគពន្ធនេះដោយសារគេយល់ថាទីនេះគឺជាកន្លែងដ៏ស័ក្តិសិទ្ធិខាងព្យាបាលរោគស្រាប់ហើយម្យ៉ាងទៀតដើមថ្នាំដែលតែងតែមានដុះនៅនាតំបន់អង្គរហាក់ដូចជាមកផ្ដុំគ្នានៅទីនោះជួនកាលមានដុះនៅស្រះកណ្ដាលតែម្ដងម្យ៉ាងទៀតដើមថ្នាំខ្លះឧទាហរណ៍វល្លិប្រេងមាននៅគ្រប់ទិសទីតែបើមករកនៅក្នុងបរិវេណប្រាសាទនាគពន្ធគេយល់ថាឈុតឆាប់ជាងយកពីកន្លែងដទៃគេតែនិយមរកថ្នាំនៃដើមរុក្ខជាតិជាច្រើនដែលគេគិតថាជាថ្នាំអាចព្យាបាលរោគបានដូចជាវល្លិប្រេងអ៊ីសីផ្សំស្រាច់ត្រៀលស្វាត្រយឹងខ្ចាស់វល្លិគុយពពាលខែកញ្ជើបាយដាចព្រះដង្កាប់អង្ក្រងសង្ខត្រៀករវៀងអណ្ដាតត្រកួតត្រលំពេឈើភ្លើងពងរោចំបក់វល្លិមាសពណ៌ប្រឹសអំពស់មកៈព្រៃអង្រែដែកក្របៅខ្នុរព្រៃជ្រៃក្រឹមស្រមកន្ទួតព្រៃខ្ទុំគុំភ្នៀតអញ្ចាញខ្លែងគង់អង្កោលខ្ចិតក្រឡាញ់ព្រះកំចាត់ព័ត៌មានអំពីថ្នាំនៃរុក្ខជាតិទាំងអស់នេះពុំបានដឹងអំពីអ្នកចម្ងាយឡើយគឺដឹងមកអំពីអ្នកស្រុកដែលរស់នៅតំបន់ជិតនោះប្រាសាទនាគពន្ធមានទីតាំងស្ថិតនៅភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបប្រាសាទនាគពន្ធត្រូវបានសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1991ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទនេះត្រូវបានគេសាងសង់ឡើងនៅលើកោះទំហំ350ម៉ែត្រ4ជ្រុងដែលមានស្រះទឹកសន្សំទឹកបរិសុទ្ធ4ដែលរៀបចំឲ្យមានជាសញ្ញាលេខបូកជានិមិត្តរូបនៃមន្ទីរពេទ្យប្រាង្គប្រាសាទបុរាណខ្មែរប្រកបដោយប្រណិតភាពនៃវិចិត្រកម្មនិងស្ថាបត្យកម្មល្អឯកត្រូវបានពពកបរោះខ្មែរយើងកសាងទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយចងចាំនៅភាពរុងរឿងនៃប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងនាមជាកូនខ្មែរយើងមានកាតព្វកិច្ចចូលរួមថែរក្សាអភិរក្សបណ្ដាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួននិងបន្តលើកដំកើងលើកកម្ពស់មោទនភាពជាតិនេះឲ្យកាន់តែខ្ពស់ឡើងជាលំដាប់តទៅ